វីដេអូនេះយើងនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់និងសម្អាតរបស់ម៉ាស៊ីន Derma Vacuum VX 900 Ultra ម៉ាស៊ីនរបស់វាហ្នឹងគឺយើងអាចលើកវាចេញបានណាដើម្បីយើង refill ទឹកអញ្ចឹងដល់ពេលដែលយើងដកវាចេញមកហ្នឹងគឺវាមានកន្លែងមួយនេះដែលយើងអាចដាក់ទឹកចូលក្នុងហ្នឹងបានកន្លែងដាក់ទឹកហ្នឹងណាហើយនៅពេលដែលយើងដាក់ទឹករួចរាល់ហើយយើងបើកកម្មុកវាចូលវិញមកហើយយើងដាក់នៅបាតខាងក្រោយ station វាដដែលគឺកន្លែងធុងទឹករបស់វានឹងតែម្ដងអញ្ចឹងនៅលើតួម៉ាស៊ីនរបស់វាហ្នឹងគឺវាមានធុងទឹកមួយនៅខាងក្រោយនេះអញ្ចឹងទឹកនេះគឺវាបានមកពីធុងទឹក station អាធំអញ្ចឹងអាធំហ្នឹងបញ្ជូនមកធុងទឹកនៅលើម៉ាស៊ីនហ្នឹងហើយអញ្ចឹងដើម្បីយកធុងទឹកនេះ check មើលឬក៏យើងអាច refill ទឹកបានគឺយើងអាចមើលកន្លែងកលាក់វាសងខាងនេះនេះគឺវាមានពីរសងខាងហើយយើងទាញវាចេញមកចឹងនេះគឺជាធុងទឹកដែលជាប់ជាមួយនឹងតួម៉ាស៊ីនអញ្ចឹងនៅកន្លែងនេះអាចមើលកន្លែងដែលយើងអាចគាស់ដាក់ទឹក refill ទឹកអីបានមកឆ្លាញ់ហ្មងយើងចង់ឲ្យវាបើចេញពី station របស់វាក៏បានយើងចង់ឲ្យយើង refill ទឹកខ្លួនឯងក៏បានដែរអញ្ចឹងកន្លែងនេះដល់ពេលយើង refill ហើយឬក៏យើងធ្វើការ check ហើយបិទវិញមកយើងដាក់ចូលក្នុងម៉ាស៊ីនវិញអញ្ចឹងនៅក្នុងម៉ាស៊ីនវាយើងអាចមើលកន្លែងកន្លែងនេះបានការដាក់ចូលវិញគឺយើងអាចមើលបាននៅខាងក្រោយនេះគឺមានប្រឡោះឆប់របស់វាហើយយើងគ្រាន់តែដាក់ចូលបែបនេះបន្ទាប់មកយើងរន់ចូលរួចរាល់អញ្ចឹងនៅខាងមុខវានេះគឺគេហៅថាធុងទឹកកខ្វក់អញ្ចឹងធុងទឹកកខ្វក់ហ្នឹងគឺគេបែងចែកជាពីរនៅខាងក្រោមនេះជាប្រភេទទឹកហើយនៅខាងក្នុងប្រអប់សនេះគេហៅថាកាកសំណល់អញ្ចឹងនៅពេលដែលមានកាកសំណល់ចូលគឺវានឹងត្រង់នៅលើខាងនេះហើយទឹកវានឹងធ្លាក់នៅខាងក្រោមនេះអញ្ចឹងដើម្បីដកវាចេញបានយើងអាចមើលសញ្ញានៅខាងលើនេះបានអញ្ចឹងសញ្ញាព្រួយនេះគឺគេឲ្យយើងចុចចុះមកខាងក្រោមយើងចុចចុះមកខាងក្រោមយើងដកចេញអញ្ចឹងខ្ញុំចុចហើយខ្ញុំដកវាចេញនៅលើធុងទឹកហ្នឹងវានឹងប្រាប់បទអ្នកនរគ្នាហើយថាការប្រើប្រាស់ហ្នឹងបែបណាបើសិនជាទឹកវាដល់ maximum នេះហើយគឺតម្រូវឲ្យយើងចាក់វាចោលហ្មងកុំឲ្យជឿវាងនៃការ full ទឹកវានឹងឥឡូវប្រាប់យើងអីវាអត់ដំណើរការណាមួយអីអញ្ចឹងណាទឹកធំប៉ុណ្នេះអីយើងយកចាក់ចោលទៅបើចាក់ចោលជាមួយនឹងកាកសំណល់ជាមួយនឹងធុងទឹកកខ្វក់គឺយើងដកវាចេញមកយើងសដកវាបន្តិចមកអូខេប៉ុណ្នេះអញ្ចឹងធុងទឹកនេះគឺយើងអាចចាក់វាចោលបានហើយវាមានតែប៉ុណ្្នឹងទេយើងចង់ clean ក៏ clean បានដែរកន្លែងហ្នឹងណាហើយទៅជាមួយនឹងកាកសំណល់នៅក្នុងប្រអប់សនេះកន្លែងកាកសំណល់នេះដើម្បីដកចេញវាបានអត់បើតែបងប្អូនអរគ្នាយើងឃើញសញ្ញាចុចមួយនេះហេវងមួយនេះគឺយើងអាចចុចវាបានចុចតែបន្តិចគឺវាសដកចេញមកហើយអញ្ចឹងចាំមើលបងប្អូនគ្នាខ្ញុំចុចនេះណាអូខេសម្អាតហើយយើងអាចកັບវាចូលវិញបានអូខេប៉ុណ្នេះបន្តមកទៀតកន្លែងមួយទៀតដែលយើងត្រូវការសម្អាតហ្នឹងគឺកន្លែង filter របស់វា filter កន្លែងនេះគឺយើងអាចដកចេញបានដូចគ្នាយើងដកមកអូខេដល់ពេលនេះយើងអាចនឹងសម្អាតវាបានបើសិនជាវាជាប់ជាមួយនឹងកម្ទេចកាកសំណល់អាហារអីអញ្ចឹងណាអញ្ចឹងទៅពេលដែលយើងសម្អាតវាហើយគឺយើងត្រូវតែហាលវាស្ងួតដើម្បីដាក់ចូលក្នុងនឹងវិញបើសិនជាអ្នកនរគ្នាផ្លិចដាក់អានេះចូលម៉ាស៊ីនក៏វាអត់ដំណើរការដែរវានឹងអត់មានបញ្ហាដល់ម៉ាស៊ីនណាអញ្ចឹងជិះវាកុំឲ្យផ្លិចដកហើយសម្អាតហើយដាក់យើងចូលក្នុងនេះវិញដដែលមកអញ្ចឹងដើម្បីដាក់ចូលគឺយើងមើលងាមនេះដូចគ្នាយើងដាក់អានេះចូលមុនមកដាក់វាចូលបែបនេះអានេះគឺវាចូលងាមមកវាហើយអញ្ចឹងបេតុងនេះគឺគេហៅថាបេតុងបិទបើកយើងអាចចុចវាតែមួយទៅវាដំណើរការហើយបេតុងទី2នេះគេហៅថាកន្លែងយើងបដូរជាមួយនឹង function យើងបដូរ function របស់វាហើយ function របស់វាមានតែ3 function ទេមាន auto មាន saving mode ហើយជាមួយនឹង function ទឹកហើយនៅខាងក្រោមនេះតងជាមួយនឹងការប្រើប្រាស់ជាមួយនឹងការ cleaning ដល់ខ្លួនឯងវាបែបនេះមកបន្ទាប់មកទៀតយើងចុចនៅលើម៉ាស៊ីនរបស់វានៅ function 3 function ហ្នឹងគឺខ្ញុំ recommend ដល់អ្នកប្រើជាមួយនឹង function auto ពេលដែលមានកន្លែងប្រឡាក់ខ្លាំងវានឹងតឡើងជាមួយនឹងកម្លាំងទៅលើខ្លួនឯងតែត្រង់ចំណុចកណូច្រើនជាន់នេះគឺគេហៅថាភាគរយថ្មអ្នកនរគ្នាការប្រើប្រាស់គឺអត់ត្រឹមប៉ុណ្្នឹងហើយបើសិនជាបងប្អូនអ្នកគ្នាមានចង្អល់ទៅតងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន vacuum Derma VX 900តង់ចំណុចមួយណាអាចចូល comment នៅខាងក្រោមវីដេអូនេះបានហើយពួកខ្ញុំនឹងធ្វើជាវីដេអូណែនាំជាមួយនឹងកលឹះថ្មីបន្ថែមទៀតអរគុណជួបគ្នានៅវីដេអូក្រោយ